ok ចឹងជ្រើសរើសយក PHP IntelliFun នីមួយមកអ្វីដែល Emball នៅក្នុង project ហ្នឹងមកចឹងមានអីគេអូខេ namespace intelligent PHP ចឹងនេះគឺ IDE សម្រាប់ PHP របស់យើងគឺខ្ញុំប្រើអីគេ Visual Code ចឹងនៅក្នុង Visual Code យើងទៅ install extension មកចឹងយើងអាចចូល view ចូល extension សម្រាប់ extension ប្រើនៅក្នុង PHP យើងអាចវាយមក PHP កន្លែងនេះអូខេចឹងជ្រើសរើសយក PHP IntelliFun នីមួយមកសម្រាប់ text នេះមានន័យថា verify អានេះ all in one dev support យកមួយទៀតអូខេចឹង trust វាមក PHP namespace មកអូខេកន្លែងនេះ PHP name results មិន2ចុច install 4ចុចមក PHP CS អូខេ feature មួយនេះអញ្ចឹងកន្លែងនេះវាអ្នក install មាន 1.2 ចឹងមកតែជាក់ស្ដែងខាងក្រោមនេះគឺមាន verify អញ្ចឹងដោយសារតែវាតិចហើយអានេះគឺវាអត់ verify អញ្ចឹងខ្ញុំអត់សម្រេចចិត្ត install វាទេអញ្ចឹងអស់ហើយតើតង PHP យើងចូលទៅក្នុង Git មកអញ្ចឹងខ្ញុំប្រើ Git ignore មួយអូខេប្រើ Git land មួយសម្រាប់តាក់យើងតាក់តងបើសិនជាយើងចង់ឲ្យ success ហើយយើងអាច install តាក់តង GitHub Pilot មកតែដោយសារតែខ្ញុំអត់ install ហ្នឹងទេនៅពេលដែលយើងវាយទៅវា success យើងមួយទៀតតាក់តងពេញនិយមដូចជា format ក្នុងនេះគឺមាន better format ចឹងមកអូខេជាងយើងអាចកន្លែងនេះមក emball វាដោយសារខ្ញុំបាន install វាហើយជាយើងចង់ដឹងថាយើង install ខ្លះយើងចុចវាយ add install មកនៅក្នុងនេះអញ្ចឹងតាក់ទងបើយើងនៅ install វាមានប៉ុណ្ណេះអញ្ចឹងបន្ទាប់ឬក៏មួយទៀតយើងចង់ដឹងថាយក emball អ្វីដែល emball នៅក្នុង project ហ្នឹងមកអញ្ចឹងមានអីគេអូខេ namespace intelligent PHP intelligent កន្លែងនេះ Gitland និងមួយទៀតតាក់ទងនឹង composer